បាទសួស្តីបងប្អូនដែលថ្មីទាំងអស់គ្នាបាទថ្ងៃនេះគឺខ្ញុំមកចែករំលែកពីរបៀបផុសវីដេអូកំណត់ពេលវេលាសម្រាប់បងប្អូនដែលថ្មីដែលថាចង់ផុសឲ្យត្រូវពេលណាគេថាផុសមិនត្រូវពេលអត់មានអ្នកមើលទេបើសិនតែយើងផុសត្រូវពេលគឺមានអ្នកមើលច្រើនអញ្ចឹងតើបងប្អូនបាទពេលព្រឹកយើងផុសម៉ោងប្រហែលបាទពេលថ្ងៃត្រង់យើងផុសម៉ោងប្រហែលបាទពេលល្ងាចផុសម៉ោងប្រហែលអញ្ចឹងសម្រាប់បងប្អូនដែលរវល់ការងារចុងក្រោយទៅគឺគាត់ធ្វើវីដេអូបានហើយក៏ប៉ុន្តែយើងរវល់ការងារពេកបាទយើងគេថាប្រឡែងដៃអត់បានណាបងប្អូនបើសិនតែយើងចាប់ទូរស័ព្ទកន្លែងការងារខ្លាចតែគេថាអូអញ្ចឹងគឺយើងមានតែបាទនឹងឲ្យផុសវីដេអូដើម្បីកំណត់ពេលវេលាទៅគឺដល់ម៉ោងគឺវាផុសដោយខ្លួនឯងអញ្ចឹងណាបងប្អូនបាទចឹងកុំកាត់ពេលយូរបងប្អូនបាទទស្សនាពីរបៀបធ្វើទាំងអស់គ្នាណាបាទចំហៀនដំបូងបងប្អូនចុចកន្លែង Facebook មួយបាទមិនថា Facebook page មិនថា Facebook account Facebook បងប្អូនធម្មតាទេគឺយើងអាចផុសបានដូចគ្នាណាបងប្អូនបាទវីដេអូវែងវីដេអូខ្លីគឺយើងផុសបានដូចគ្នាអញ្ចឹងសម្រាប់វីដេអូនេះគឺខ្ញុំចែករំលែកពីរបៀបបាទផុសវីដេអូខ្លីបងប្អូនបាទអញ្ចឹងសម្រាប់បងប្អូនចុចកន្លែងនេះក៏បានណាបាទតែខ្ញុំគឺខ្ញុំអត់ចូលចិត្តផុសកន្លែងនេះទេបាទសម្រាប់ខ្ញុំគឺខ្ញុំចូលចិត្តកន្លែងនេះបាទបងប្អូនចុចរូបភាពខ្ញុំមួយបាទចុចអក្សរខ្ញុំមួយនេះបាទរួចអូសឡើងលើបងប្អូនបាទអូសឡើងលើមកគឺខ្ញុំចូលចិត្តផុសកន្លែងនេះតែសម្រាប់បងប្អូនផុសកន្លែងតាណាក៏បានដែរណាអត់មានខុសអីទេណាបាទខ្ញុំចុចប៉ក់មួយវីដេអូខ្លីបាទជ្រើសរើសយកវីដេអូដែលថាបងប្អូនគិតថាផុសណាបងប្អូនបាទចុចប៉ក់មួយបាទចុចពាក្យថាបន្ទាប់បងប្អូនណាបាទចុចពាក្យបន្ទាប់មករួចហើយកន្លែងនេះគឺបងប្អូនត្រូវតែសរសេរចំណងជើងបាទនៃសាច់រឿងវីដេអូរបស់បងប្អូនឲ្យរួចជាស្រេចណាបងប្អូនចាំយើងកំណត់ពេលវេលាផុសតាមក្រោយបាទអញ្ចឹងយើងចុចមកបាទចុចផ្អែបមួយអានេះគឺខ្ញុំបានសរសេរចំណងជើងរួចរាល់អស់ហើយបាទអញ្ចឹងពេលដែលខ្ញុំបានសរសេរចំណងជើងរួចអស់ហើយគឺអត់ពិបាកទេបងប្អូនអូសឡើងលើបន្តិចមកបងប្អូនរកពាក្យតនិចនៃលកានេះបាទជំរើសនៃការកំណត់ពេលវេលាណាបងប្អូនបាទនេះកន្លែងនេះបងប្អូននេះបាទរួចហើយបងប្អូនចុចសញ្ញាព្រួយមួយបាទពេលដែលបងប្អូនចុចសញ្ញាព្រួយរួចហើយគឺបងប្អូនមិនចាំបាច់ធ្វើអីឆ្ងាយទេណាបងប្អូនណាគឺបងប្អូនរកកន្លែងនេះបាទខាងក្រោមនេះគឺចុចប៉ក់មួយមកបាទវានឹងចេញកន្លែងនេះឲ្យបងប្អូនបាទវានឹងចេញពេលវេលាឲ្យយើងជ្រើសរើសណាបងប្អូនចង់ផុសថ្ងៃទី10ថ្ងៃទី11ទី12ទី13អីគឺបានទៅលើការចំណងចំណូលចិត្តរបស់បងប្អូនផុសទេតែសម្រាប់ខ្ញុំគឺខ្ញុំផុសថ្ងៃនេះឯងបងប្អូនក៏ប៉ុន្តែផុសពេលល្ងាចអញ្ចឹងទៅបងប្អូនដោយសារតែខ្ញុំអត់មានពេលទេអញ្ចឹងគឺខ្ញុំដាក់ពេលវេលាទុកឲ្យហើយបាទអញ្ចឹងបងប្អូនជ្រើសរើសថ្ងៃទីរួចហើយឧទាហរណ៍បងប្អូនចង់ត្រូវការផុសថ្ងៃទី11បាទចុចឲ្យចេញពើខៀវចាំមកបាទនេះអញ្ចឹងណាបងប្អូនណាបាទនេះចុចចាំមកបាទគឺឲ្យវាបដូរតាមពេលវេលាណាបងប្អូនសម្រាប់ខ្ញុំគឺដដែលបាទថ្ងៃទី9បាទរួចហើយគឺខ្ញុំចុចពាក្យយល់ព្រមណាបងប្អូនបាទពេលដែលយើងចុចពាក្យយល់ព្រមរួចហើយគឺបងប្អូនត្រូវតែបាទជ្រើសរើសនៅពេលវេលាផុសឥឡូវគឺវា15បងប្អូនអញ្ចឹងខ្ញុំផុស18បាទចុចចំនេះ18ណាបងប្អូនណាហើយនាទីបងប្អូនបាទនាទី18:39អញ្ចឹងយើងចុចនាទីខ្ញុំចុច00បងប្អូនគឺអត់នេះ18.00ណាបងប្អូនរួចហើយគឺយើងចុចពាក្យយល់ព្រមបងប្អូនបាទឥឡូវគឺពេលវេលាវាមកដល់ហើយនេះបាទថ្ងៃទី9បាទខែ11បងប្អូនណាហើយនៅម៉ោង18.00 PM អញ្ចឹងគឺមាននាទីគឺវានឹងផុសហើយបាទដល់ពេលវេលាពេលល្ងាចបងប្អូនរួចហើយគឺយើងចុចពាក្យថារក្សាទុកនៅខាងលើណាបងប្អូនណាបាទចុចពាក្យរក្សាទុកប៉ក់មួយទៅហើយបងប្អូននឹងឃើញអត់នេះពេលវេលានឹងជឿបឲ្យយើងហើយណាបងប្អូនបាទចុចហើយកន្លែងនេះបងប្អូនគឺកន្លែងនេះគឺមិនចាំបាច់ធ្វើអីទេណាបងប្អូនមិនចាំបាច់កែអីទេចំណងជើងត្រូវហើយពេលវេលាត្រូវហើយគឺបងប្អូនអាចចុចពាក្យថាកំណត់វិភាគណាបងប្អូនបាទបងប្អូនចុចប៉ក់មួយទៅអញ្ចឹងគឺរួចរាល់បងប្អូនហើយកន្លែងនេះគឺពជាបងប្អូនបន្តិចពេលដែលបងប្អូនចុចរួចហើយណាបងប្អូនណាបងប្អូនបាត់ហើយអត់ទាន់ឃើញទេវីដេអូរបស់យើងគឺអត់មាននៅក្នុងនេះទេណានេះអត់មានទេណាបងប្អូនកុំឲ្យច្រឡំថាហើយបានវីដេអូខ្ញុំអត់ឃើញអញ្ចឹងអត់មានទេណាទើបតែដល់ម៉ោងបានឃើញបងប្អូនដល់ម៉ោងពេលដែលថានេះបងប្អូនក៏នេះផុសហើយតើទៅដល់ម៉ោងបានវាចេញឲ្យកន្លែងនេះគឺងាយស្រួលមែនទែនបងប្អូនសម្រាប់បងប្អូនដៃថ្មីទាំងអស់គ្នាបាទឬមួយដៃចាស់ក៏ដោយដែលបងប្អូនមិនទាន់ដឹងណាពីរបៀបផុសវីដេអូបែបនេះគឺងាយស្រួលជាពិសេសគឺយើងផុសទៅសម្បូរអ្នកមើលច្រើនដោយសារតែយើងផុសទៅត្រូវពេលវេលាអញ្ចឹងណាបងប្អូនហ្នឹងហើយសម្រាប់បងប្អូនដែលថារវល់ការងារច្រើនបងប្អូនគួរតែធ្វើបែបនេះហើយគឺល្អមែនទែនបងប្អូនណាអញ្ចឹងសម្រាប់វីដេអូនេះគឺខ្ញុំមានប៉ុណ្ណឹងឯងបើសិនជាបងប្អូនគិតថាវីដេអូរបស់ខ្ញុំបាទមានប្រយោជន៍ច្រើនបងប្អូនកុំឲ្យភ្លេចបាទសូមជួយបាទចុច like ចុច share បាទចែករំលែកឲ្យបងប្អូនដៃថ្មីយើងឲ្យគាត់ចេះធ្វើឲ្យគាត់ចេះតាំងពេលវេលាដើម្បីរកលុយបានជាមួយកម្មវិធី Facebook របស់គ្នាបងប្អូនបាទសូមអរគុណសូមជម្រាបលាបងប្អូន